នេះគឺជារបៀបដែលយើងប្រើប្រាស់slicer នៅក្នុងកម្មវិធី Excel ដើម្បីយើងទាញមើលប្រភេទទិន្នន័យណាមួយបាទឧទាហរណ៍ខ្ញុំមាន finance ខ្ញុំចុច finance មកវាទាញតែ finance ទេ IT support ទាញទិន្នន័យមក IT support បាទខ្ញុំចុច sale មកទៅខាង sale ទៅបាទអញ្ចឹងដើម្បីធ្វើរបៀបហ្នឹងយើងចូលកន្លែងណាខ្លះបាទអញ្ចឹងជាដំបូងខ្ញុំមានការងារធម្មតាមួយនេះបាទការងារធម្មតាដែលយើងអត់បានកំណត់ទេអញ្ចឹងខ្ញុំសូម select all មួយមកហើយខ្ញុំដាក់វា center ឲ្យវានៅកណ្ដាលស្អាតណាហើយយើងអាច predict វាទៅបាទទាញវាឲ្យជួយឈរជួយដេកឲ្យវាស្មើគ្នាទៅបាទដាក់ center លើមួយទៀតឲ្យស្មើគ្នាអញ្ចឹងខ្ញុំសូម select ទាំងអស់មកបាទដើម្បីដាក់ border វាហ្នឹងហើយដាក់ border មួយមកដើម្បីស្អាតអូខេហើយខ្ញុំដាក់ពណ៌ខាងលើនេះយើងដាក់ពណ៌អីមួយមកស្រួលមើលពេលយើងដាក់បានប៉ុណ្្នឹងហើយអ្នកទាំងអស់គ្នាត្រូវ select ទាំងអស់ហើយយើងដាក់វាជា table មួយសារទៀតចូលកន្លែង insert ហើយចុច table មកបាទ table នេះអ្នកទាំងអស់គ្នាចុច control T ក៏បានដែរហើយចុច OK មកអញ្ចឹងយើងបានហើយណាបាទបន្តមកទៀតអ្នកទាំងអស់គ្នា select កន្លែងនេះ select header ខាងលើហ្នឹងហើយមើលមកខាងស្ដាំយកពីនេះ table design ហើយចុចកន្លែង insert slicer នេះបាទឃើញទេនេះ insert slicer អញ្ចឹងវាមកអញ្ចឹងអូតូខ្ញុំចង់បាទចុច department មួយមក department ហ្នឹងហើយចុច OK មកបាទអញ្ចឹងយើងអាចទាញបានហើយវាមកមុខងារ slicer ហ្នឹងយើងហៅ slicer ណាបាទអញ្ចឹងដល់ពេលវាចេញយើងអាចចុចបានហើយឃើញទេខ្ញុំចុច finance ចុច IT ឃើញវាចេញទេបាទប៉ុន្តែខ្ញុំចង់ដាក់វាជាជួរ3ខ្ញុំចុចកន្លែងនេះកន្លែង column យក3មកបាទឲ្យវាចេញជា3ផ្នែកបាទហើយយើងទាញវាមកទាញវាស្មើមកបាទអញ្ចឹងតែប៉ុណ្្នឹងបាទមុខងារ slicer អញ្ចឹងទាញយកតែប៉ុណ្្នឹងទេហើយទាញវាដាក់នៅខាងលើនេះមកដើម្បីស្អាតហើយទាញវាវែងនេះស្មើមួយ table តារាងរបស់យើងមកបាទទាញខិតទៅលើបន្តិចកុំឲ្យស space សច្រើនពេកអូខេហើយឃើញទេអញ្ចឹងខ្ញុំចុច IT support មក IT support finance អាហ្នឹងយើងហៅថា slicer បាទ slicer មុខងារក្នុង Excel ដើម្បីងាយស្រួលយើងចង់មើលប្រភេទទិន្នន័យណាមួយវាទាញមកទាំងអស់ឃើញទេឃើញលឿនបាទអូខេអញ្ចឹងវីដេអូចែកលេខខ្លីៗមានប៉ុណ្្នឹងទេបាទសូមអរគុណ